16 មហាសាលសូត្រនិងអដ្ឋកថាបិដកលេខ30ទំព័រ124ដល់129សាវត្ថីនិទានគ្រានោះព្រាហ្មណ៍មហាសាលម្នាក់មានខ្លួនសៅម៉ងមានសម្ពុតដណ្ដប់ក៏សៅម៉ងបានចូលទៅរកព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ហើយក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភិក្ខលុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររលឹកហើយក៏អង្គុយក្នុងទីសមគួរបទថាលូខោលូខៈបាបរណោបានដល់ជាមនុស្សចាស់មានខ្លួនសៅម៉ងមានសម្ពុតដណ្ដប់ក៏សៅម៉ងបទថាឧបសង្កមិប្រែថាចូលទៅរកព្រោះហេតុអ្វីព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភិក្ខព្រោះមានរឿងបានពោលមកថាក្នុងផ្ទះរបស់ព្រាហ្មណ៍នោះមានប្រាក់ដល់ទៅ8សែនព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ4នាក់ចាយប្រាក់អស់ដល់ទៅ4សែនលំដាប់នោះកាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍បានធ្វើកាលកិរិយាហើយបុត្រទាំងឡាយបានប្រឹក្សាគ្នាថាបើបិតានឹងនាំយកនាងព្រាហ្មណីដទៃមកត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាងទៅយើងនឹងសង្គ្រោះបិតារបស់យើងបុត្រទាំង4នាក់នោះទំនុកបំរុងដោយអាហារបរិភោគនិងគ្រឿងស្លៀកដណ្ដប់ជាដើមសុទ្ធតែប្រណិតព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផងថ្ងៃមួយកាលដែលព្រាហ្មណ៍នោះឯងសម្រាកថ្ងៃហើយក្រោកឡើងទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ហើយពោលទោសក្នុងការនៅគ្រប់គ្រងផ្ទះម្នាក់ពោលយ៉ាងនេះម្នាក់ពោលយ៉ាងនោះទើបអង្វរបិតាថាពួកកូននឹងទំនុកបំរុងបិតារបៀបនេះរហូតអស់ជីវិតសូមបិតាកុំព្រួយឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មានដល់ពួកកូនមកព្រាហ្មណ៍បានឲ្យប្រាក់ដល់បុត្រម្នាក់1សែនហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ជា4ចំណែកឲ្យដល់កូនទុកតែសម្ពុតស្លៀកដណ្ដប់របស់ខ្លួនតែប៉ុណ្ណោះបន្ទាប់ពីចែកទ្រព្យសម្បត្តិហើយបុត្រច្បងបានទំនុកបំរុងព្រាហ្មណ៍ជាបិតាបាន2-3ថ្ងៃពេលដែលព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះកូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារក៏បាននិយាយជាមួយនឹងព្រាហ្មណ៍យ៉ាងនេះថាម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹងបើចែកឲ្យដូចតែគ្នាអញ្ចឹងម៉េចបាននៅតែជាមួយនឹងកូនច្បងឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀតព្រាហ្មណ៍ក្រោធខឹងពោលថាយើស្រីថោកចង្រៃយោហើយក៏បានទៅផ្ទះកូនដទៃទៅបានត្រឹមតែ2-3ថ្ងៃក៏រត់ទៅផ្ទះកូនដទៃទៀតដោយទំនងដូចគ្នាកាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបានក៏បួសជាអ្នកស្លៀកដណ្ដប់សម្ពុតពណ៌សត្រាច់ភិក្ខាចារ្យដោយការកន្លងទៅក៏ចាស់ជរាមានរាងកាយទ្រុឌទ្រោមស្លេកស្លាំងព្រោះការបរិភោគមិនល្អខ្វះខាតទាំងទំនេរក៏លំបាកពេលមួយត្រឡប់មកពីភិក្ខាចារ្យដេកកន្លែងមួយលក់ទៅភ្ញាក់ឡើងក្រោកអង្គុយពិចារណាខ្លួនឯងឃើញថាមិនបានទីពឹងក្នុងបុត្រទើបគិតថាយើងបានស្ដាប់មកថាព្រះសមណគោតមមានព្រះភ័ក្ត្រមិនចងចិញ្ចើមមានតែព្រះភ័ក្ត្រស្រស់ចរចាគួរឲ្យសប្បាយចិត្តឆ្លាតក្នុងបដិសន្ធារៈដូច្នេះយើងអាចចូលទៅគាល់ព្រះសមណគោតមបានព្រោះហេតុនោះទើបព្រាហ្មណ៍រៀបរយសម្ពុតស្លៀកដណ្ដប់កាន់ភិក្ខាភាជៈចូលទៅគាល់ព្រះដ៏មានព្រះភិក្ខដល់ទីប្រថាប់លុះព្រាហ្មណ៍មហាសាលនោះអង្គុយក្នុងទីសំគួរហើយទើបព្រះដ៏មានព្រះភិក្ខត្រាស់យ៉ាងនេះថាមនាលព្រាហ្មណ៍អ្នកមានខ្លួនសៅម៉ងមានសម្ពុតដណ្ដប់ក៏សៅម៉ង
តើព្រោះហេតុអ្វីព្រាហ្មណ៍ក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនខ្ញុំព្រះអង្គមានកូន4នាក់ក្នុងក្រុងនេះឯងកូនទាំងនោះកាន់យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់រួចហើយដឹងថាខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយទើបប្រឹក្សាសំគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗខ្លួនបណ្ដេញខ្ញុំព្រះអង្គចេញអំពីផ្ទះសូមព្រះអង្គទ្រង់ជ្រាបព្រះដ៏មានព្រះភិក្ខត្រាស់ថាមនាលព្រាហ្មណ៍បើដូច្នោះអ្នកចូលរៀននៅគាថាទាំងឡាយនេះហើយសូត្រក្នុងរោងជាទីប្រជុំនៅពេលដែលពួកមហាជនកំពុងប្រជុំគ្នាទាំងដែលកូនទាំងឡាយរបស់អ្នកអង្គុយប្រជុំក្នុងទីនោះផងដែរថាយេហេជាតេហេនន្តិសੰងយេសញ្ចៈភវៈមិច្ឆេសੰងតេមੰទីរេហេសੰបច្ឆៈសាវៈវតេនតេសូករੰខ្ញុំត្រេកអរដោយកូនទាំងឡាយណាដែលកើតហើយផងប្រាថ្នានៅសេចក្តីចម្រើនដល់កូនទាំងឡាយណាផងកូនទាំងនោះក៏សំគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយហើយបណ្ដេញខ្ញុំដូចជាឆ្កែបណ្ដេញជ្រូកបទថានន្តិសੰងដោយសេចក្តីថាខ្ញុំមានការភ្លើតភ្លើនត្រេកអរប្រាមោជ្ជៈបទថាភវៈមិច្ឆេសੰងដោយសេចក្តីថាខ្ញុំប្រាថ្នាសេចក្តីចម្រើនបទថាសាវៈវាតេនតេសូករੰដោយសេចក្តីថាពួកឆ្កែទាំងវងព្រុសដេញជ្រូកព្រុសស្រែកឡើងខ្លាំងរឿយយ៉ាងណាបុត្រទាំងឡាយក៏យ៉ាងនោះដែរព្រមជាមួយនឹងភរិយាបណ្ដេញខ្ញុំដោយសម្លេងខ្លាំងឲ្យចេញទៅអសន្តាកេរមੰចាមីតាតតិភិសរេរក្ខសាពតរូបេណតេចហន្តិវយោកតੰកូនទាំងឡាយជាអសប្បុរសលាមកគ្រាន់តែហៅខ្ញុំថាបិតាប៉ុណ្ណោះទេប៉ុន្តែកូនទាំងនោះដូចអរិយទឹកដែលមកដោយរូបជាកូនលះបង់នៅខ្ញុំដែលមានអាយុចូលដល់បច្ឆមវ័យហើយបទថាអសន្តាបានដល់អសប្បុរសទាំងឡាយបទថាចាមីប្រែថាបុគ្គលលាមកបទថាភាសារេប្រែថារមែងពូលបទថាពតរូបេណបានដល់ដោយភេទរបស់បុត្របទថាវយោកតੰបានដល់ខ្ញុំដែលមានវ័យទាំង3កន្លងហើយតាំងនៅក្នុងបច្ឆមវ័យអសោវៈចិណោនិភោគោខាតនីអបនិយតេពាលកានាងបេតាថេរោបរាគិរេសោភិក្ខតេបិតាចាស់របស់បុគ្គលពាលទាំងឡាយមិនមានអ្វីបរិភោគតែងសូមទានប្រពផ្ទះនៃជនដទៃដូចជាសេះចាស់ប្រើប្រាស់មិនបានគេនាំចេញចាកចំណីបទថានិភោគោប្រែថាមិនមានគ្រឿងបរិភោគបទថាខាតនីអបនិយតេដោយសេចក្តីថាមនុស្សទាំងឡាយរមែងឲ្យចំណីដែលមានរសផ្សេងដល់សេះក្នុងរយៈពេលដែលសេះនៅពេញកម្លាំងរហ័សរហួនលុះដល់ចាស់អស់កម្លាំងក៏លះបង់ចោលមិនបានទទួលការមើលថែត្រូវដើរទៅរកស្មៅស្ងួតក្នុងព្រៃជាមួយនឹងមេគោទាំងឡាយបិតាដែលមិនមានទ្រព្យសម្បត្តិព្រោះទ្រព្យទាំងពួងត្រូវប្លន់ទៅអស់ដល់ពេលចាស់ក៏ដូចសេះនោះឯងបិតាចាស់នៃបុគ្គលពាលទាំងឡាយដូចជាខ្ញុំនេះត្រូវដើរសូមអាហារពីផ្ទះអ្នកដទៃកណ្ដោវៈកេរមេសយោយ៉ាងកេពតាអនាសវាចន្តាមពេគោណាំង
វារេតេអថោចន្តាមពេកុករាំងអន្តការេបុរេហោតេកម្ភិរេគៀថមេតតេតណ្ដាសៈអនុភាវេនៈកលិទ្វាបរិតថតេតេឈើច្រត់របស់ខ្ញុំប្រសើរកូនទាំងឡាយដែលមិនស្ដាប់បង្គាប់មិនប្រសើរដូចជាឈើច្រត់ឡើយព្រោះឈើច្រត់រមែងការពារគោកាចក៏បានការពារឆ្កែកាចក៏បានច្រត់ទៅមុខក្នុងទីងងឹតក៏បានស្ទង់ក្នុងទឹកជ្រៅក៏បានបុគ្គលផ្លាត់រអិលគង់ទប់វិញបានដោយអានុភាពនៃឈើច្រត់សັບថាយ៉ាញ់ជេជានិបាតលោកពោលអធិប្បាយទុកថាគេថាឈើច្រត់នៅប្រសើរជាងល្អជាងបុត្ររបស់យើងដែលមិនជឿស្ដាប់មិនកោតក្រែងមិននៅក្នុងការគ្រប់គ្រងដើម្បីបញ្ជាក់អំពីឈើច្រត់នោះថាវាជារបស់ប្រសើរទើបព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាចន្តាំពេគោណាំងដូច្នេះជាដើមបទថាបុរេហោតេបានដល់ប្រើនាំមុខអធិប្បាយថាយកឈើច្រត់នោះច្រត់ទៅខាងមុខរបែងស្រួលបទថាគៀថមេថតេដោយសេចក្តីថាពេលចុះទឹកប្រើឈើច្រត់ជាទីពឹងក្នុងទឹកជ្រៅលំដាប់នោះឯងព្រះមហាមហាសាលនោះបានរៀននៅព្រះគាថាទាំងឡាយនេះក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខបរិយាបណិធ្វាគឺរៀនសូត្រទាល់តែរត់មាត់សនិសនេសុក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នាទាំងដែលពួកបុត្រប្រដាប់ដោយគ្រឿងអលង្ការទាំងពួងចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំកណ្ដាលពួកព្រាហ្មណ៍អភិសេកព្រាហ្មណ៍ចាស់ជាបិតាគិតថានេះជាពេលរបស់យើងហើយទើបចូលទៅកណ្ដាលទីប្រជុំលើកដៃឡើងពោលថាអស់លោកដ៏ចម្រើនទាំងឡាយខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំងឡាយកាលដែលខ្ញុំពោលដល់លោកទាំងឡាយតើលោកទាំងឡាយស្ដាប់ខ្ញុំទេកាលដែលពួកព្រាហ្មណ៍ពោលថាពោលចុះព្រាហ្មណ៍ពួកយើងនឹងស្ដាប់ដូច្នេះទើបបានឈរពោលពេលនោះតែម្ដងនៅព្រះគាថាដែលមានសេចក្តីថាខ្ញុំត្រេកអរដោយកូនទាំងឡាយណាដែលកើតហើយផងប្រាថ្នានៅសេចក្តីចម្រើនដល់កូនទាំងឡាយណាផងកូនទាំងនោះក៏សំគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយហើយបណ្ដេញខ្ញុំដូចជាឆ្កែបណ្ដេញជ្រូកកូនទាំងឡាយជាអសប្បុរសលាមកគ្រាន់តែហៅខ្ញុំថាបិតាប៉ុណ្ណោះទេប៉ុន្តែកូនទាំងនោះដោយអរិយទឹកដែលមកដោយរូបជាកូនលះបង់នៅខ្ញុំដែលមានអាយុចូលដល់បច្ឆមវ័យហើយបិតាចាស់របស់បុគ្គលពាលទាំងឡាយមិនមានអ្វីបរិភោគតែងសូមទានប្រពផ្ទះនៃជនដទៃដូចជាសេះចាស់ប្រើប្រាស់មិនបានគេនាំចេញចាកចំណីឈើច្រត់របស់ខ្ញុំប្រសើរកូនទាំងឡាយដែលមិនស្ដាប់បង្គាប់មិនប្រសើរដូចជាឈើច្រត់ឡើយព្រោះឈើច្រត់រមែងការពារគោកាចក៏បានការពារឆ្កែកាចក៏បានច្រត់ទៅមុខក្នុងទីងងឹតក៏បានស្ទង់ក្នុងទឹកជ្រៅក៏បានបុគ្គលផ្លាត់រអិលគង់ទប់វិញបានដោយអានុភាពនៃឈើច្រត់ដោយសម័យនោះឯងពួកមនុស្សមានប្រពៃណីដូច្នេះថាបុគ្គលណាបរិភោគសម្បត្តិនៃមាតាបិតាហើយមិនចិញ្ចឹមមាតាបិតាបុគ្គលនោះត្រូវសម្លាប់ចោលព្រោះហេតុដូច្នោះហើយបុត្រទាំងអស់របស់ព្រាហ្មណ៍ទើបក្រោកចុះក្បែរជើងទាំងពីររបស់បិតាហើយអង្វរថាលោកឪពុកអើយសូមលោកឪពុកឲ្យជីវិតដល់ពួកកូនផងព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនព្រាហ្មណ៍ជាបិតាទើបពោលថាបបិទ្ធលោកដ៏ចម្រើនទាំងឡាយសូមលោកទាំងឡាយកុំឲ្យកូនដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយពួកគេនឹងចិញ្ចឹមមើលថែ
ដល់ខ្ញុំតទៅលំដាប់នោះមនុស្សទាំងឡាយបានពោលទៅរកកូនទាំងនោះដូច្នេះថាណែពួកអ្នកឯងប្រុងចាំស្ដាប់ណាចាប់តាំងពីថ្ងៃនេះទៅបើពួកអ្នកមិនប្រតិបត្តិបិតារបស់អ្នកឯងឲ្យល្អទេពួកយើងនឹងសម្លាប់ពួកអ្នកឯងចោលជាមិនខានកូនទាំងនោះមានការភ័យខ្លាចទើបនាំបិតាទៅកាន់ផ្ទះដើម្បីប្រតិបត្តិនេថ្វាឲ្យបិតាអង្គុយលើតាំងហើយលើកឡើងនាំទៅដោយខ្លួនឯងអ្នកហាពេថ្វាយកប្រេងលាបខ្លួនហើយគក់ច្របាច់ដល់ពេលងូតទឹកឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូបនិងជូនគ្រឿងស្លៀកដណ្ដប់ដោយគូសម្ពុតមួយគូម្នាក់កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថាចាប់តាំងពីថ្ងៃនេះទៅពួកនាងចូលប្រណិប័តបិតារបស់យើងឲ្យល្អបើពួកនាងប្រមាថពួកយើងនឹងបណ្ដេញពួកនាងឲ្យចេញពីផ្ទះរួចហើយកូនបានជូនអាហារភោជនយ៉ាងប្រណិតអញ្ជើញបិតាបរិភោគព្រាហ្មណ៍បានអាហារល្អមានដំណេកយ៉ាងសប្បាយត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះក៏មានកម្លាំងមានរាងកាយស្រស់បោះព្រាហ្មណ៍សម្លឹងមើលអត្តភាពហើយគិតថាយើងបានសម្បត្តិនេះព្រោះអាស្រ័យព្រះសមណគោតមទើបកាន់គ្រឿងបណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ហើយក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភិក្ខហើយក៏អង្គុយក្នុងទីដ៏សមគួរអេតតវោចៈព្រាហ្មណ៍បានដាក់ថ្វាយសម្ពុតមួយគូទៀបបាតតបូលនៃព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ទទួលដោយសេចក្តីអនុគ្រោះរួចហើយព្រាហ្មណ៍បានពោលពាក្យនេះគឺក្រាបទូលព្រះដ៏មានព្រះភិក្ខក្នុងពេលទទួលសារណគមរួចហើយនោះឯងយ៉ាងនេះថាបបិទ្ធព្រះគោតមដ៏ចម្រើនពួកកូនបានឲ្យភ័ត្តាហារប្រចាំដល់ខ្ញុំព្រះអង្គ4ចំណែកខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ2ចំណែកក្នុង4ចំណែកនោះឯខ្ញុំព្រះអង្គនឹងបរិភោគខ្លួនឯង2ចំណែកព្រះរាមាព្រះភិក្ខទ្រង់ត្រាស់ថាមនាលព្រាហ្មណ៍អ្នកកុំបូជាដល់តថាគតចំពោះចំណែកដែលល្អឡើយតថាគតនឹងទៅដល់កន្លែងតាមដែលតថាគតត្រូវទៅព្រាហ្មណ៍ក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនយ៉ាងដូច្នោះឯងហើយបានថ្វាយបង្គំព្រះដ៏មានព្រះភិក្ខត្រឡប់ទៅផ្ទះទៅដល់ផ្ទះហើយបានហៅពួកកូនមកប្រាប់ថាកូនទាំងឡាយព្រះសមណគោតមជាសម្លាញ់របស់ឪនៅពេលព្រះអង្គយាងមកដល់ចូលកូនកុំភ្លេចថ្វាយភ័ត្តាហារជាប្រចាំរបស់ឪ2ចំណែកដល់ព្រះអង្គណាពួកកូននាំគ្នាទទួលថាល្អហើយឪព្រឹកស្អែកឡើងព្រះដ៏មានព្រះភិក្ខទ្រង់ប្រដាប់បាតនឹងចីវរទ្រង់យាងទៅកាន់គេហដ្ឋានរបស់កូនប្រុសច្បងបានទទួលបាតចាកប្រហោះរួចយាងព្រះអង្គចូលកាន់គេហដ្ឋានថ្វាយទីគង់ប្រថាប់ដល់ប្រណិតហើយទើបបានថ្វាយនៅភោជនដល់ប្រណិតឧត្តមថ្ងៃបន្ទាប់មកទៀតព្រះបរមសាស្តាស្ដេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀតជាបន្តបន្ទាប់ព្រះអង្គស្ដេចយាងទៅកាន់គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍គ្រប់គ្នាតាមលំដាប់ដោយប្រការដូចនេះឯងពួកកូនទាំងនោះគ្រប់គ្នាបានធ្វើសក្ការៈដូចគ្នាក្រោយមកថ្ងៃមួយនៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គលកូនបាននិយាយនឹងបិតាថាបើពិតបិតាពួកយើងនឹងថ្វាយមង្គលដល់អ្នកណាព្រាហ្មណ៍ជាបិតាពោលថាពួកយើងអត់ស្គាល់អ្នកដទៃណាឡើយព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬកូនច្បងបានពោលថាបើដូច្នោះបិតាចូលយាងព្រះសមណគោតមមកដើម្បីសោយភ័ត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ500អង្គព្រាហ្មណ៍ក៏បានធ្វើដូច្នោះតាមពាក្យរបស់កូនព្រះដ៏មានព្រះភិក្ខទ្រង់ទទួលនៅការអារាធនាហើយហែហោមទៅដោយព្រះភិក្ខុសង្ឃស្ដេចយាងទៅតាមកាលកំណត់
ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗបុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខគង់លើអាសនៈដែលបានក្រាលទុកហើយបានថ្វាយនៅបាយ័សដែលមានទឹកតិចព្រមទាំងខាតនិយាហាផ្សេងទៀតកូនទាំងអស់បានមកជួបជុំគ្នាសំគួរតាមវេលាបានក្រាបទូលព្រះដែលមានព្រះភិក្ខថាបបិទ្ធព្រះគោតមដ៏ចម្រើនពួកខ្ញុំព្រះអង្គបានប្រណិប័តបិតារបស់ពួកខ្ញុំព្រះអង្គដោយមិនបានប្រមាទឡើយសូមព្រះអង្គទ្រង់ទតមើលនៅអត្តភាពព្រះបរមសាស្តាទ្រង់ត្រាស់ថាការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាដែលពួកអ្នកបានធ្វើហើយគឺជាការល្អពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើព្រះដែលមានព្រះភិក្ខទ្រង់ត្រាស់នៅនាគរាជជាដកប្រកាសអរិយសច្ចៈ4ក្នុងពេលចប់ព្រះធម៌ទេសនាព្រាហ្មណ៍ព្រមទាំងកូន4នាក់ទាំងកូនប្រសារស្រី4នាក់ទៀតនោះបានបញ្ជូនញាណទៅតាមក្រសែព្រះធម៌តាំងនៅក្នុងសោតាបត្តិផលចាប់តាំងពីពេលនោះមកព្រះបរមសាស្តាស្ដេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំងនោះទៀតឡើយក្នុងកាលទាំងពួងសុតន្តបិដកសង្យុត្តនិកាយសគិតវៈអ៊ីសត្ថសូត្របិដកលេខ29ទំព័រ272យថាបេមេខោធនយ៉ាងវិជុមាលីសតកុកោថលននញ្ចពោរេតេអភិវៈសង្ឃវសន្ធរាំងតថេវៈសទ្ធោសតវាអភិសង្ខាចភោចនាំងវនិបកេតបយតិអន្តបានេនៈបណ្ឌិតោអនុមោទមេនោបកេរេតេទេថាតិភាសតិតញ្ញហេសៈតច្ចិតាំងហោតិទេវសេវៈបវសតោសាបញ្ញធិរាវិពលាទាតារាំងអភិវសតិតេមហាមេក្រហឹមរបៀបនៃភ្លេងបន្ទូមានកំពូលរាប់រយភ្លៀងបង្អុលចុះលើផែនដីញ៉ាំងទីទួលនិងទីទាបឲ្យពេញបានយ៉ាងណាមិញបុគ្គលជាបណ្ឌិតមានសទ្ធាស្ដាប់ធម៌បានចេះដឹងហើយតាក់តែងនៅភោជនឲ្យដល់ពួកវនិបកៈស្ងោមសូមបានហើយពូលសរសើរឲ្យពរដល់ម្ចាស់ទានឲ្យដល់ពួកវនិបកៈបានឆ្អែតដោយបាយនិងទឹកក៏យ៉ាងនោះដែរបុគ្គលមានចិត្តត្រេកអរចែកចាយទ្រព្យឲ្យជាទានហើយពោលថាអ្នកទាំងឡាយចូលឲ្យទានអ្នកទាំងឡាយចូលឲ្យទានដូចនេះឯងពាក្យនោះបុគ្គលនោះបានបញ្ចេញឲ្យលាន់ឮហើយដោយផ្គរលាន់ពេលភ្លៀងធាទឹកគឺបុណ្យដ៏ធំទូលាយនោះនឹងបង្អុលចុះលើបុគ្គលអ្នកឲ្យដូចជាមហាមេឃដែលបង្អុលភ្លៀងមកលើផែនដីដែរសុតន្តបិដកអង្គតរនិកាយតកនិបាតចនៈសូត្របិដកលេខ41ទំព័រ135អតិតស្មੰអគិរស្មੰយ៉ាងនិហរតិភិចនាំងតាំងតស្សៈហោតិអដ្ឋាយៈនោចយ៉ាងតដ្ឋៈដោយហតិអេវមេតតកោលោកោចរិយៈមរណេនៈចៈនិហរេទេវៈទានេនៈតណាំងហោតិសនិហតាំងកាលបើផ្ទះត្រូវភ្លើងឆេះជនម្ចាស់ផ្ទះបានជញ្ជូនភៀកណាចេញផុតអំពីផ្ទះឬទ្រព្យណាក្នុងផ្ទះនោះដែលគេជញ្ជូនចេញហើយភ្លើងឆេះមិនបានទ្រព្យនោះរមែងបានជាប្រយោជន៍របស់គេយ៉ាងណាសត្វលោកដែលត្រូវភ្លើងគឺជារានិងមរណៈឆាបឆេះគួរប្រញាប់ជញ្ជូនទ្រព្យចេញឲ្យផុតអំពីផ្ទះគឺរាងកាយដោយការឲ្យទានព្រោះថា
ទៀនដែលគេឲ្យហើយឈ្មោះថាបានចេញជូនដោយល្អក៏យ៉ាងនោះដែរឧទានគាថាប្រារព្ធនាយចន្ទកុមារបុត្របិដកលេខ16ទំព័រ288តតតោបញ្ញੰតវតតិសង្យមតោវេរាំងអ្នកវីចតិកុសលោវៈចហិយតិបាបកាំងរាគតោសៈមោហកយានិពុតោតិបុណ្យរមែងចម្រើនដល់អ្នកឲ្យទានពាវេរាមិនចម្រើនដល់បុគ្គលអ្នកសង្រួមបុគ្គលអ្នកឆ្លៀសបរិបូរដោយញៀនរមែងលះបង់នៅអំពើបាបបានបុគ្គលនោះក៏បរិនិព្វានព្រោះអស់រាគៈទោសៈមោហៈចប់ការអានសៀវភៅទានកថារបស់លោកគ្រូអគ្គបណ្ឌិតបុត្រសវង្សតែប៉ុណ្ណេះសូមអនុមោទនាសូមអនុមោទនា